สมัยนี้អត់ហ៊ានប្រាប់គេថាខ្លួនឯងធ្វើការអីគេទៀតពីមុនណាខ្ញុំតែមានកំណត់ថាអញ្ចឹងខ្ញុំទៅណាខ្ញុំចង់ប្រាប់គេថាខ្លួនឯងធ្វើការអីគេរកស៊ីអីគេតែដល់ពេលគិតសັບទៅចាំបាច់លាក់ខ្លួនឯងធ្វើអីខ្លួនឯងមានធ្វើការខុសអីផងនឹងហើយជាការងារល្អមានមុខមានមាត់ទៀតរបស់ខ្ញុំរាល់ថ្ងៃគឺខាង content creator ការងារ content creator ជា full time នៅក្នុងក្រុមហ៊ុនវាខុសជាមួយនឹង content creator ដែលលក្ខណៈគាត់ធ្វើ freelancer អីផ្សេងៗចង់ដឹងថាខុសគ្នាបែបមិនតោះតាមដានមួយខ្ញុំនៅខាងក្រុមហ៊ុនរបស់ខ្ញុំជាខាងក្រុមហ៊ុនលោកគ្រឿងសង្ហារឹមអ្នកណាក៏ល្បីដែរព្រោះអាចឈរជើងឡើង30ឆ្នាំហើយក្រុមហ៊ុនរបស់គាត់ហ្នឹងក៏មិនជាមានតែមួយដែរមាន brand ជាច្រើនក៏តែឃើញមុខខ្ញុំនៅក្នុងគ្រប់ page គ្រប់ brand តែម្ដងអញ្ចឹងមិនឆ្ងល់ទេអញ្ចឹងការងាររបស់ខ្ញុំគឺលក្ខណៈរៀង flexible បន្តិចមានន័យថាពេលខ្លះក៏យើងអង្គុយនៅក្នុង office ពេលខ្លះក៏យើងថតហើយតាក់ទងជាមួយនឹងការថតដូចគ្នាដែរយើងត្រូវ set script ខ្លួនឯងពេលខ្លះក៏ត្រូវដឹកនាំដោយខ្លួនឯងហើយតបតែងខ្លួនអីហ្នឹងគឺខ្លួនយើងទាំងអស់អូខ្ញុំភ្លេចប្រាប់មួយទៀត content creator គឺនៅនេះហើយមិនមែនមានន័យថាត្រូវតែចេះតែថតតែរូបបង្ហាញរៀងបង្ហាញខ្លួនអីនៅក្នុងកាមេរ៉ាតែប៉ុណ្្នឹងឯងយើងក៏ត្រូវចេះជាមួយនឹងការងារខ្លះច្រើនដែរត្រូវដឹងពីខាង marketing ឲ្យបានច្រើនពីការផុសពី content អូខ្ញុំរៀបរាប់អស់ទេហើយវីដេអូក៏ដូចគ្នាមិនមែនមានន័យថាយើងថតឲ្យតែបានយើងអង្គុយលើសាឡុងអង្គុយលើខែហើយចប់សັບគ្រប់តែប៉ុណ្្នឹងទេយើងត្រូវដឹងពីថារបៀបវីដេអូបែបម៉េចទៅធ្វើឲ្យគេចង់មើលវីដេអូណាដែលគេចង់ទិញនិយាយអត់ទៅគឺការងារអីក៏ដោយអត់មានអីស្រួលទេខ្លះគេមើលមកអូយព្រមថតរូបភាពសោះថតវីដេអូសោះធ្វើ content សោះមើលទៅពិបាកណាស់អញ្ចឹងច្រឡំធំហើយបើថ្ងៃហ្នឹងអត់មាន mood ល្អថតមកវីដេអូក៏ចេញដែរមួយថ្ងៃពេលខ្លះថត4ទៅ5វីដេអូធ្វើអីក៏ហត់ដែរជឿខ្ញុំមើលដូចជាវែងដល់ហើយឥឡូវសុំ slash តែប៉ុណ្្នឹងសិន